សូមគោរពសូមជម្រាបសួរពុកម៉ែបងប្អូនសុខសប្បាយថ្ងៃនេះមានផ្ទះដាក់លក់ប្រញាប់ហើយឱកាសចំណេញសម្រាប់ពុកម៉ែបងប្អូនគឺពុកម៉ែបងប្អូនទិញបានតម្លៃល្អហើយបានសម្ភារៈពេញនៅក្នុងផ្ទះហើយសំណងរួចរាល់ 100% បាទដោយពុកម៉ែបងប្អូនបានឃើញអញ្ចឹងយើងមានហើយស្រេចសម្ភារៈនៅក្នុងហ្នឹងម្ចាស់គាត់ទិញបំពាក់ហើយស្រេចហើយម្ចាស់មុននេះគាត់ទិញហើយគាត់មិនសូវបានរស់នៅទេបាទហើយដូចពុកម៉ែបងប្អូនមានសាឡុងមានទូមានទូរទស្សន៍ហើយមានអីហ្នឹងគឺយើងបូករួមជាមួយនឹងសម្ភារៈពុកម៉ែបងប្អូនទិញភ្លាមពុកម៉ែបងប្អូនចូលរស់នៅបានភ្លាមហើយនេះជាបរិវេណនៅជាន់ផ្ទាល់ដីជាន់ខាងក្រោមបាទហើយយើងមានបន្ទប់ទឹកនៅខាងក្រោមមួយហើយនឹងខាងមុខនេះជាកន្លែងទទួលភ្ញៀវធំទូលាយទទឹងផ្ទះយើងបាន4ម៉ែត្រកន្លះហើយនៅខាងមុខផ្ទះយើងសល់4ម៉ែត្រកន្លះសម្រាប់ចំណតឡានបាទហើយពីបរិយាកាសរស់នៅគឺមានការរស់នៅជំវិញបាទហើយនេះបន្ទប់ទឹកបាទយើងចូលមើលបន្ទប់ទឹកមកបន្ទប់ទឹកនៅខាងក្រោមយើងមានមួយហើយកន្លែងនេះជាកន្លែងសម្រាប់យើងដាក់តុញ៉ាំអាហារបាទហើយកន្លែងចម្អិនអាហារបាទនេះកន្លែងចម្អិនអាហារហើយយើងមានដេកឲ្យរួចស្អាតផ្ទះថ្មីបាទហើយនេះប្រឡោះដែលយើងដាក់ម៉ាស៊ីនបោកខោអាវហើយបច្ចុប្បន្ននេះគាត់ប្រើម៉ូទ័របាទហើយនេះជញ្ជាំងខាងក្រៅបាទជញ្ជាំងខាងក្រៅយើងទល់ខ្នងបាទទល់ខ្នងជាមួយនឹងផ្ទះខាងក្រោយនេះបាទហើយបច្ចុប្បន្នឥឡូវខាងទឹកស្អាតកំពុងតែរៀបចំតចូលព្រោះនៅខាងមុខមិញហ្នឹងគាត់កំពុងតចូលអញ្ចឹងបានខ្ញុំចូលមកបង្ហាញនៅខាងក្នុងផ្ទះមុនដោយសារមានសម្លេងរំខានបាទហើយនេះទូទឹកកកកន្លែងទូទឹកកកហើយនឹងចដើយើងឡើងទៅលើផ្ទះនេះប្លង់សេមួយសន្លឹកបាទទំហំសំណង់យើងបាន49ម៉ែត្រការ៉េបាទហើយក្នុងប្លង់រឹងបាន70ម៉ែត្រការ៉េជាប្រភេទប្លង់រឹងបែបឯកជនមិនមែនប្លង់រឹងបំបែកក្បាលដីពីបរិយាអីទេបាទហើយនេះជាយើងឡើងទៅជាន់លើបន្ទប់គេងនៅខាងលើមាន2យើងសរុបបន្ទប់គេងមាន2សរុបបន្ទប់ទឹកមាន3បាទហើយពុកម៉ែបងប្អូនអាចចូលទស្សនាជាមួយនឹងខ្ញុំបានហើយនិយាយពីតម្លៃម្ចាស់គាត់លក់ទាំងស្ដាយហេតុអីបានស្ដាយដោយសារគាត់ទិញមកជាសំណង់មិនមានសម្ភារៈទេហើយគាត់លក់វិញលក់ខាតទាំងសម្ភារៈលក់ខាតទាំងតម្លៃជូនបាទហើយនេះជាបន្ទប់នៅខាងក្រោយបាទហើយបន្ទប់នេះរៀងទូជាងបន្ទប់ខាងមុខក្នុងបន្ទប់យើងមានបន្ទប់ទឹកនៅខាងក្នុងបាទនេះជាបន្ទប់ទឹកបាទហើយសម្ភារៈក្រែពុកមានរួចរាល់បាទនេះដោយសារពុកមានដោយសារគាត់គ្របកុំអោយហើយដោយសារគាត់អត់សូវបានមករស់នៅបាទនេះគឺជាក់ស្ដែងអធិស្ឋានពុកម៉ែបងប្អូនដោយសារអត់មានភ្លើងដោយសារផ្ដាច់ភ្លើងទៅហើយម៉ាស៊ីនត្រជាក់មានមួយកំ pl វាំងណូនអីមានមួយកំ pl នេះខ្ញុំទៅបើកចំហឲ្យវាភ្លឺទេបាទហើយនេះបាទឥឡូវយើងទៅមើលបន្ទប់ខាងមុខបន្ទប់មេគ្រួសារនេះបន្ទប់មេគ្រួសារយើងបើកមកបាទហើយបន្ទប់ទឹកនៅជាមួយគ្នាបន្ទប់ទឹកនេះធំទលាយជាងបាទហើយនេះជាក្រែហើយបន្ទប់នេះទលាយបន្ទប់មេគ្រួសារក្រែពុកអីមានទូមានទាំងអស់បាទដូចម៉ាស៊ីនត្រជាក់អីមាននិយាយទៅពុកម៉ែបងប្អូនគ្រាន់តែចូលមករស់នៅបានភ្លាមបាទហើយវាំងណូនយើងហើយនេះបរិយាកាសនៅខាងមុខបាទរៀងចាំងថ្ងៃតិចចាំមើលខ្ញុំចេញបាទខ្ញុំបង្ហាញខាងក្នុងសិនបាទហើយនេះទូអីមានមកផ្លេហើយនេះយើងបើកវីដងដាមកខាងក្រៅបាទនេះបរិយាកាសនៅខាងក្រៅបាទហើយមានសួនសម្រាប់យើងដើរហាត់ប្រាណមានកន្លែងក្មេងលេងអីចឹងបាទហើយមានប្រភេទផ្ទះវិឡាមានប្រភេទផ្ទះជាល្វែងបាទនេះពុកម៉ែបងប្អូនគឺមានការរស់នៅជុំវិញទាំងអស់បាទដោយសារដូចខ្ញុំថាអញ្ចឹងដោយសារនេះតទឹកស្អាតអញ្ចឹងខ្ញុំឡើងមកនិយាយខាងលើទៅយើងស្ងាត់តិចបាទហើយទីតាំងនេះវានៅជិតនឹងវងមូស្វាយធំបាទជិតវងមូស្វាយធំបើយើងទៅវងមូស្វាយធំតាម1គីឡូជាងទេហើយនៅក្នុងបរិយ
relax uncle បាទនេះបាទហើយពុកម៉ែបងប្អូនអាចមកមើលទីតាំងបានតណាត់មុនព្រោះដោយសារម្ចាស់គាត់នៅឆ្ងាយអញ្ចឹងពុកម៉ែបងប្អូនអាចណាត់ដើម្បីមកមើលទីតាំងបាទហើយតម្លៃយើងលក់ចរចាបានតិចតួចហើយយើងបូករួមជាមួយនឹងសម្ភារៈជូនទាំងអស់នៅក្នុងផ្ទះបាទអានេះយើងចោះមកខាងក្រោមវិញហើយខ្ញុំចោះទៅបង្ហាញទីធ្លាខាងមុខជូនពុកម៉ែបងប្អូនបាទធំតលាយបាទផ្ទះវានៅក្នុងបរិយាគឺបែបហ្នឹងហើយបាទនេះយើងខាងមុខបាទប្រព័ន្ធទឹកប្រព័ន្ធភ្លើងអីមានស្រេចប៉ុន្តែបច្ចុប្បន្នកំពុងតែតទឹកស្អាតដើម្បីប្រើប្រាស់ទឹកស្អាតបាទអានេះយើងចេញមកខាងក្រៅខាងមុខបាទនេះខាងមុខយើងសល់ទីធ្លា4ម៉ែត្រកន្លះសម្រាប់ចំណតឡានហើយផ្លូវខាងមុខផ្លូវបេតុងនេះមានសូឡាមានដើមឈើមានអីគាត់នៅល្វែងទី4បន្ទាប់កែងបាទកែងផ្លូវប្រវែកទី4បាទពីរូបភាពជាក់ស្ដែងគឺមានការរស់នៅជុំវិញបាទអានេះខ្ញុំចេញមកបង្ហាញនៅខាងក្រៅតិចជូនពុកម៉ែបងប្អូនពួកនេះបើយើងចេញមកដល់ខាងក្រៅនេះយើងមានសួនបន្ថែមហើយមកល្វែងខាងនេះគេបែបវិឡានៅខាងមុខអានេះផ្លូវចេញទៅផ្លូវធំផ្លូវស្បែកធំបាទនេះបរិវេណគេបាទមានសួននៅកន្លែងក្មេងលេងនៅខាងមុខទៀតបន្តទៀតហើយគេមានល្វែងខាងនេះផ្សេងទៀតអញ្ចឹងណាបាទនេះយើងបង្ហាញចេញមកខាងក្រៅដើម្បីជូនពុកម៉ែបងប្អូនបាទនេះហើយបើនិយាយពីសន្តិសុខវិញគឺ24ម៉ោងលើ24ម៉ោងសម្រាប់ពុកម៉ែបងប្អូនរស់នៅក្នុងនេះក្នុងការចេញក្នុងការចូលអីចឹងបាទនេះល្វែងផ្លូវនេះហើយនឹងផ្លូវនេះហើយចេស្តាកាហ្វេនៅនេះបើយើងចេញទៅចេស្តាកាហ្វេចំណាយពេល23នាទីបាទហើយទីតាំងនេះវានៅភូមិល្អឃុំកដែកស្រុកប្រាសាទបាគងខេត្តសៀមរាបបាទវានៅខេត្តសៀមរាបវាមិនទាន់កាត់ចូលក្នុងក្រុងប៉ុន្តែបរិយាកាសគឺរស់នៅគឺបែបស្ងប់ស្ងាត់ហើយចិត្តផ្សារចិត្តសាលារៀនចិត្តទីពេទ្យដែលយើងចង់ទៅក្រុងសៀមរាបចំណាយពេលប្រហែលជា10នាទីជាងបាទនេះបាទរូបភាពជំហាញបរិវេណជុំវិញបាទហើយនេះយើងផ្លូវយើងចេញទៅផ្លូវធំផ្លូវខាងមុខហើយនេះបែបវិឡាព័ត៌មានបន្ថែមពុកម៉ែបងប្អូនអាចទំនាក់ទំនងលេខទូរស័ព្ទរបស់ខ្ញុំបាន085 28 28 82លេខដែលមាន Telegram សូមអរគុណសូមជម្រាបលា